ខេត្តព្រះវិហារស្ថានីយ៍និងដេប៉ូប្រេងឥន្ធនៈ79កន្លែងបន្តបិទដោយសារតែអស់ស្តុកនិងតម្លៃប្រេងកើនឡើងខេត្តព្រះវិហារគិតត្រឹមរសៀលថ្ងៃទី7ខែមីនាឆ្នាំ2026ខេត្តព្រះវិហារមានស្ថានីយ៍និងដេប៉ូប្រេងឥន្ធនៈសរុបចំនួន209កន្លែងនៅទូទាំងខេត្តក្នុងនោះមាន79ស្ថានីយ៍និងដេប៉ូបានបន្តបិទដំណើរការស្មើនឹងប្រមាណ 38% នៃចំនួនសរុបតាមការបញ្ជាក់ពីមន្ត្រីជំនាញមូលហេតុចម្បងដែលបណ្ដាលឲ្យស្ថានីយ៍និងដេប៉ូមួយចំនួនបិទដំណើរការគឺដោយសារតែអស់ស្តុកប្រេងឥន្ធនៈដេប៉ូមួយចំនួនកំពុងបញ្ជាទិញស្តុកថ្មីខណៈដែលខ្លះទៀតបានផ្ដោតដំណើរការលើបណ្ដោះអាសន្នដោយសារតែតម្លៃប្រេងឥន្ធនៈមានការកើនឡើងប្រមាណ 36% បើធ្វើការប្រៀបធៀបទៅនឹងតម្លៃចាស់ដោយឡែកតម្លៃលក់រាយប្រេងឥន្ធនៈជាក់ស្ដែងនៅតាមទីតាំងផ្សេងៗមានដូចខាងក្រោមនៅតាមស្ថានីយ៍ស្តង់ដារសាំងធម្មតានិងម៉ាស៊ូតតម្លៃ 3850 រៀលនៅក្នុង1លីត្ររក្សាតម្លៃថេរមិនមានការប្រែប្រួលនៅតាមដេប៉ូសាំងធម្មតានិងម៉ាស៊ូតតម្លៃចន្លោះពី 4500 ទៅដល់ 5000 រៀលនៅក្នុង1លីត្រនៅតាមដេប៉ូមួយចំនួនក្នុងតាមបណ្ដាស្រុកតម្លៃអាចឡើងដល់ 5000 ទៅ 5500 រៀលនៅក្នុង1លីត្រការលក់នៅតាមផ្ទះគឺច្រកដបសាំងធម្មតានិងម៉ាស៊ូតមានតម្លៃចន្លោះពី 5500 រៀលទៅ 6000 រៀលនៅក្នុង1លីត្រមន្ត្រីជំនាញបានឲ្យដឹងថាបច្ចុប្បន្នមានដេប៉ូមួយចំនួនលក់លើតម្លៃដែលបានកំណត់ដោយក្រសួងពាណិជ្ជកម្មដោយសារតែតម្លៃប្រេងដែលពួកគេបានបញ្ជាទិញចូលថ្មីមានតម្លៃខ្ពស់ប្រសិនបើលក់តាមតម្លៃកំណត់របស់ក្រសួងអាចបណ្ដាលឲ្យពួកគេខាតបង់ខណៈបើបិទដំណើរការទាំងស្រុងក៏អាចធ្វើឲ្យប្រជាពលរដ្ឋប្រឈមទៅនឹងការលំបាកនៅក្នុងការប្រើប្រាស់ប្រេងឥន្ធនៈផងដែរយ៉ាងណាក៏ដោយមន្ត្រីជំនាញបានបញ្ជាក់ថាក្រុមការងារនឹងបន្តចុះត្រួតពិនិត្យតាមបណ្ដាស្រុកនានាដើម្បីតាមដានស្ថានភាពតម្លៃនិងការអនុវត្តតាមកិច្ចសន្យាជាមួយក្រសួងជំវិញបញ្ហានេះដែរគឺលោកសុនច័ន្ទរក្សាប្រធានមន្ទីររ៉ែតនិងធម្មពលមិនបានធ្វើការអត្ថាធិប្បាយទេដោយសារតែលោកកំពុងតែជាប់បេសកកម្ម